តើការទម្លាក់លេខបូកទីតាំងជាការស្រឡាញ់ខ្លួនឯងដែរឬទេមានបងប្អូនមួយចំនួនគាត់ប្រហែលជាអាចយល់ច្រឡំអំពីពាក្យថាស្រឡាញ់ខ្លួនឯងនេះហើយទៅជាបំផ្លាញខ្លួនឯងទៅវិញព្រោះតែគាត់មិនបានស្វែងយល់ថាអ្វីទៅជាការស្រឡាញ់ខ្លួនឯងឲ្យប្រកបតាមពិតទៅការស្រឡាញ់ខ្លួនឯងគឺជាការយល់ដឹងអំពីរបៀបធ្វើឲ្យខ្លួនឯងមានសេចក្តីសុខមានសុភមង្គលមានតម្លៃដោយមិនចាំបាច់ចំណាយប្រាក់វាមិនមែនជាការធ្វើអ្វីៗដើម្បីតម្រូវចិត្តខ្លួនឯងដោយមិនខ្វល់ពីអ្នកដទៃឡើយឬក៏ខ្វះទំនួលខុសត្រូវចំពោះខ្លួនឯងនិងអ្នកនៅជុំវិញខ្លួននោះទេការចំណាយប្រាក់ខ្ជះខ្ជាយទៅលើសម្ភារៈនិយមក្រោមហេតុផលថាស្រឡាញ់ខ្លួនឯងវាជាការយល់ខុសសម្ភារៈនិយមទាំងអស់នេះវានឹងคล้ายទៅជាក្តីទុក្ខនៅពេលដែលយើងចំណាយវាលើសពីសមត្ថភាពរហូតធ្វើយើងមានបញ្ហាសេដ្ឋកិច្ចផ្ទាល់ខ្លួនឬក៏នៅក្នុងគ្រួសារទាំងមូលការធ្វើរបៀបនេះគេមិនហៅថាស្រឡាញ់ខ្លួនឯងនោះទេតែវាជាការបំផ្លាញខ្លួនឯងទៅវិញខ្ញុំលើកយកប្រធានបទនេះមកចែករំលែកព្រោះថាខ្លាចបងប្អូនមួយចំនួនគាត់នៅមិនទាន់បានដឹងពីអត្ថន័យពិតប្រាកដរបស់ពាក្យថាស្រឡាញ់ខ្លួនឯងនេះខ្លាចគាត់ចេះតែវង្វេងពីន័យរបស់វាហើយទៅជាបំផ្លាញខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃដោយការចំណាយប្រាក់ខ្ជះខ្ជាយទៅលើរឿងមិនចាំបាច់ដូចជាចំណាយលើសម្ភារៈនិយមផ្សេងចំណាយលើការជួបជុំជប់លៀងញឹកញាប់ដើម្បីទទួលបានអារម្មណ៍ថាវាជាការស្រឡាញ់ខ្លួនឯងដោយគិតថាធ្វើឲ្យខ្លួនឯងមានក្តីសុខធ្វើឲ្យខ្លួនឯងសប្បាយរីករាយរាល់ថ្ងៃតាមរយៈរបស់ខាងក្រៅខ្លួនបើវាមិនហួសពីលទ្ធភាពរបស់បងប្អូនវាមិនជាបញ្ហានោះទេប៉ុន្តែបើបងប្អូនចង់ធ្វើបែបនេះដូចគេព្រោះយល់ថាការធ្វើបែបនេះទើបជាការស្រឡាញ់ខ្លួនឯងរហូតដល់មានបញ្ហាសេដ្ឋកិច្ចឬដល់ថ្នាក់ជំពាក់គេនោះវាគឺជាបញ្ហាហើយសុភមង្គលចាប់ផ្ដើមពីការដែលយើងចេះស្រឡាញ់ខ្លួនឯងព្រមទទួលស្គាល់ចំណុចមិនល្អរបស់ខ្លួនឯងហើយកែប្រែវាតាមរយៈការផ្លាស់ប្ដូរឥរិយាបថចិត្តគំនិតដើម្បីលើកគុណតម្លៃតខ្លួនចេញពីខាងក្នុងមកមិនមែនជារបស់ខាងក្រៅដែលយើងកំពុងតែវង្វេងនេះឡើយការស្រឡាញ់ខ្លួនឯងពិតប្រាកដគឺជារឿងដែលងាយធ្វើដោយមិនចាំបាច់ចំណាយប្រាក់នោះទេគឺគ្រាន់តែយើងផ្ដោតលើខ្លួនឯងមើលថែខ្លួនឯងឲ្យមានសុខភាពល្អរឹងមាំទាំងផ្លូវកាយផ្លូវចិត្តតាមរយៈការយល់ដឹងព្រោះពេលដែលយើងយល់ដឹងយើងនឹងដឹងថាតើយើងត្រូវធ្វើបែបណាដើម្បីឲ្យមានសុខភាពរាងកាយរឹងមាំល្អហើយថាតើយើងត្រូវធ្វើបែបណាដើម្បីឲ្យមានសុខភាពផ្លូវចិត្តរឹងមាំល្អពេលនោះហើយដែលយើងចាប់ផ្ដើមចេះឆ្លុះបញ្ចាំងក្រឡេកមើលខ្លួនឯងថាតើអ្វីល្អអ្វីមិនល្អចំពោះខ្លួនឯងដូចជាការជ្រើសរើសការសែបគប់ការនិយាយស្ដីទង្វើនិងអាកប្បកិរិយារបស់យើងរាល់ថ្ងៃនេះថាតើវាល្អត្រឹមត្រូវដែរឬទេយើងនឹងដឹងថាតើយើងគួរតែបដូរឬក៏ត្រូវបន្តធ្វើបែបនេះតទៅទៀតនេះទើបជាវិធីស្រឡាញ់ខ្លួនឯងគោរពខ្លួនឯងដែលត្រឹមត្រូវការធ្វើអ្វីៗតម្រូវចិត្តខ្លួនឯងដោយខ្វះការយល់ដឹងវាជាការនាំទុក្ខដល់ខ្លួនឯងទៅវិញទេបើបងប្អូនមានមតិយោបល់ផ្សេងទៀតបងប្អូនអាចចូលរួមជាមួយខ្ញុំបានតាមរយៈការ comment នៅខាងក្រោមវីដេអូនេះព្រោះអ្វីដែលខ្ញុំលើកឡើងវាគ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះវាអាចមិនត្រូវគ្រប់ជ្រុងជ្រោយនោះទេកុំភ្លេចចុច like និងចែករំលែកម្នាក់មួយផងបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍ចំពោះបងប្អូនថ្មីដែលបានស្ដាប់វីដេអូរបស់ខ្ញុំហើយមិនទាន់បាន follow page Facebook និង subscribe channel YouTube របស់ខ្ញុំទេហើយចង់ស្ដាប់វីដេអូរបស់ខ្ញុំបន្តទៀតកុំភ្លេចជួយ follow page និង subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងសូមអរគុណចំពោះការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់